ព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់ពីអាជ្ញាធរមានកម្ពុជាដែលបានផ្សាយមុននេះបន្តិចហើយខ្ញុំសូមបង្ហាញរូបភាពនេះគឺខាងអាជ្ញាធរមានបានឲ្យដឹងថាលោកលីធុចដែលជាអនុប្រធានទី1នៃខាងអាជ្ញាធរមាននោះលោកបានជួបពិភាក្សាគ្នាជាមួយនឹងខាងថ្នាក់ដឹកនាំនៃអង្គការកាកបាទក្រហមអន្តរជាតិដែលហៅកាត់ថា ICRC ហើយនៅក្នុងពេលហ្នឹងគឺខាងភាគីកម្ពុជាបានស្នើឲ្យ ICRC អង្គការកាកបាទក្រហមអន្តរជាតិនេះគឺបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពរបស់កម្ពុជាទាំង18រូបហើយនឹងជំរុញឲ្យថៃដោះលែងពួកគាត់មកវិញផងដែរបាទគឺអ្នកដែលតំណាងខាងកាកបាទក្រហមអន្តរជាតិនេះគឺមានលោកJill Carbonnier បាទលោកជាប្រធានលោកជាអនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិផងដែរហើយក្នុងពេលហ្នឹងគឺកម្ពុជាជាឱកាសដែលបានជួបប្រជុំហ្នឹងគឺក៏បានថ្លែងអំណរគុណទៅដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់កិច្ចសហប្រតិបត្តិការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវចាប់ខ្លួននឹងពេលនេះគឺនៅឃុំក្រងដោយខុសច្បាប់របស់យោធាថៃនៅឡើយទេហើយក្នុងពេលនោះដែរបើយោងតាមការជូនរាយការណ៍របស់ខាងអាជ្ញាធរមានកម្ពុជានោះបានបញ្ជាក់ឲ្យដឹងថាលោកលីថុចក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិនឹងគឺបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់បានត្រឡប់មកជួបជុំគ្រួសារវិញដោយសុខសុវត្ថិភាពហើយជាការឆ្លើយតបមកវិញនោះគឺលោកជាលកាបូនញ៉ាបានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីទាំងអស់បាទនេះគឺជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ប្រិយមិត្តមួយចំនួនដែលបានលើកឡើងថាហេតុអ្វីបានជាស្ងាត់អំពីជោគវាសនារបស់យុទ្ធជនរបស់កម្ពុជាទាំង18រូបឥឡូវនេះគឺបានដឹងហើយយ៉ាងហោចណាស់ក៏យើងបានដឹងថាគាត់មានសុខភាពល្អទេបើសិនជាមានរឿងអ្វីមិនល្អប្រហែលជាកាកបាទក្រហមអាចនឹងតវ៉ាឬក៏ជម្រាបមកដល់កម្ពុជាយើងហើយណាបាទទន្ទឹមនឹងនោះដែរគឺនៅក្នុងសេចក្តីរាយការណ៍របស់ខាងភាគីកម្ពុជាក៏ដូចជាអាជ្ញាធរមានបានឲ្យដឹងថាខាងកម្ពុជានឹងបានចូលរួមនៅក្នុងកិច្ចប្រជុំដែលគេថាកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ានៅដែលបានរៀបចំឡើងនៅទីក្រុងហ្សឺណែវប្រទេសស្វីសហើយក្នុងពេលនោះដែរគឺលោកលីថុចដែលជាអនុប្រធាននោះលោកបានបញ្ជាក់នៅចំហរបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នៅគោលការណ៍និងបទដ្ឋាននៃអនុសញ្ញាហាមឃាត់ការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនឹងបានបញ្ជាក់ថាតំបន់ព្រំដែនកម្ពុជានៅបង្កគ្រោះថ្នាក់នៅឡើយទេដោយសារគ្រាប់មីនបន្សល់ទុកដោយសង្គ្រាមពីអតីតកាលបាទគឺថាជនរងគ្រោះនោះគឺមិនថាជនស៊ីវិលឬក៏យោធានោះទេបាទអញ្ចឹងគឺកម្ពុជាបានបញ្ជាក់ឡើងវិញនៅការបដិញ្ញារបស់ខ្លួននៅក្នុងកិច្ចប្រជុំអន្តរជាតិបែបនេះហើយសេចក្តីរាយការណ៍បាទខ្ញុំឃើញនៅក្នុងខាងនៅខាងកម្ពុជានោះក៏មានរាយការណ៍នឹងដែរអញ្ចឹងប្រិមត្តអាចនឹងទៅតាមដានបន្ថែមទៀតប៉ុន្តែខ្ញុំគ្រាន់តែចែករំលែកថាចុងក្រោយគឺខាងកម្ពុជានោះគឺក៏បានបង្ហាញអំពីការចូលរួមចំណែករបស់កម្ពុជាខ្លួនឯងក្នុងការបោះសម្អាតមីនបាទក្រោមក្របខ័ណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងចែករំលែកបទពិសោធន៍និងជំនាញរបស់ខ្លួនជាសកលតាមរយៈការបណ្ដុះបណ្ដាលទស្សនកិច្ចសិក្សានិងសហប្រតិបត្តិការជាមួយនឹងប្រទេសរងគ្រោះដោយសារមីនថែមទៀតផងបាទអញ្ចឹងគឺដោយក្តោបនៃសំខាន់ទៅគឺកម្ពុជាបានបង្ហាញអំពីការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការដោះមីនបាទហើយបានបង្ហាញដោយមិនលាក់លៀមថាតំបន់ព្រំដែនរបស់កម្ពុជានឹងគឺនៅមានគ្រោះថ្នាក់នៅឡើយទេដែលបង្កគ្រោះថ្នាក់ដល់មិនរើសមុខបាទគេថាមិនរើសមុខនោះទេថាទាហានឬក៏ស៊ីវិលនោះទេបាទហើយកម្ពុជាក៏មានបទពិសោធន៍នៅក្នុងការចែករំលែកអ្វីដែលជាបទពិសោធន៍ជឿចាប់របស់ខ្លួនទៅជាមេរៀនសម្រាប់ពិភពលោកផងដែរដែលកាលជំនាន់ខ្ញុំធ្វើការនោះយើងប្រើពាក្យថាគឺចែករំលែកអ្វីដែលជាអតីតកាលដោយជឿចាប់របស់កម្ពុជានោះទៅជាមេរៀនដែលអាចចែករំលែកទៅដល់ពិភពលោកបានបាទនេះគឺជាព័ត៌មានទី1តាក់ទងជាមួយនឹងកម្ពុជាហើយបើនៅខាងតាក់ទងនឹងកម្ពុជានោះគឺនៅសារព័ត៌មានអន្តរជាតិនោះគឺនៅមានសេចក្តីរាយការណ៍2 3ដែរណាខ្ញុំមិនបានយកមកទេពីព្រោះរឿងហ្នឹងបានរាយការណ៍ក្នុងពេលកន្លងមកហើយជាពិសេសដូចជាសារព័ត៌មាន UCA គាត់បានរាយការណ៍ពាក់ព័ន្ធជាមួយនឹងការផ្ទុះមីនរបស់ជនជាតិចិនដែលទៅជន់មីននៅក្នុងតំបន់មានចំការមីនជាដើមហ្នឹងប៉ុន្តែសាច់រឿងវាដដែលខ្ញុំមិនយកមកជម្រាបជូនប្រិយមិត្តទេអញ្ចឹងសូមបញ្ចប់រឿងតាក់ទងជាមួយនឹងកម្ពុជាប៉ុណ្ណេះ
ហើយសារព័ត៌មាន Nikkei Shimbun ក៏មានរីកាដែរតាក់ទងជាមួយនឹងថៃនឹងប្រើប្រាស់ការទូតយ៉ាងម៉េចដើម្បីនិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាមាននឹងផងដែរអញ្ចឹងអាចថាក្នុងពេលកិច្ចប្រជុំនេះអាចនឹងថៃក៏លើកឡើងអំពីបញ្ហាហ្នឹងដែរណាបាទអញ្ចឹងតែណាដែលមាន subscribe Nikkei Shimbun ឬក៏អាចមើលដោយមិនអស់លុយអាចជើញទៅអានបន្ថែមបាទហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ពាក់ព័ន្ធជាមួយនឹងទឹកជំនន់នៅក្នុងប្រទេសថៃនិងការដឹកនាំដោះស្រាយបញ្ហានេះដោយលោកអនុทิនដែលជានាយករដ្ឋមន្ត្រីនៃប្រទេសថៃបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាទឹកជំនន់នេះគឺបានបណ្ដាលឲ្យមានការរិះគន់យ៉ាងខ្លាំងទៅដល់នាយករដ្ឋមន្ត្រីថៃគឺលោកអនុทิនឆាន់វីរកុលដោយបានរិះគន់ខ្លាំងទៅលើរបៀបនៃការឆ្លើយតបរបស់គាត់ហ្នឹងថាមានការយឺតយ៉ាវមិនបានល្អដែលអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាប្រិយភាពរបស់គណៈបករបស់លោកក្នុងការចង់បានតំណែងចង់បានអាសនៈបន្ថែមទៀតនៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅដើមឆ្នាំក្រោយបើយោងតាមតួលេខចុងក្រោយគឺចំនួនអ្នកដែលស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសថៃហ្នឹងគឺកាត់ឡើងទៅដល់176អ្នកហើយបាទគឺហើយវាគឺជាទឹកជំនន់ដែលខ្លាំងជាងគេបំផុតនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ផងនេះបាទហើយគឺប៉ះពាល់ទៅដល់ខេត្តចំនួន8របស់ថៃដែលនៅភាគខាងត្បូងហើយគឺទឹកជំនន់នេះបានបណ្ដាលឲ្យប៉ះពាល់ខ្លាំងជាងគេគឺនៅទីក្រុងហាត់យ៉ៃដែលនៅក្នុងខេត្តសង្ខឡាដែលនៅភាគខាងត្បូងហើយគឺដូច្នេះហើយបាទតាមការស្ទង់មតិគឺឃើញថាលោកអនុធាននេះទៅបានរងការស្ដីបន្ទោសជាច្រើនពាក់ព័ន្ធជាមួយនឹងការដោះស្រាយរបស់លោកនេះដូចជាគេអ្នកវិភាគគឺលោកសុខុមនួនសកុលបាននិយាយថាប្រជាប្រិយភាពរបស់លោកអនុធាននេះគឺធ្លាក់ខ្លាំងណាស់ធ្លាក់ខ្លាំងមែនទែនហើយបើយោងតាមការស្ទង់មតិហ្នឹងគឺដែលធ្វើឡើងដោយសាកលវិទ្យាល័យសួនដូសិតដែលធ្វើឡើងកាលពីសប្តាហ៍មុនបានឲ្យដឹងថាប្រជាប្រិយភាពរបស់លោកអនុធានហ្នឹងគឺធ្លាក់ពី 48% មក23% នៅក្នុងចំណោមអ្នកឆ្លើយដែលគេធ្វើការស្ទង់មតិចំនួន 2208 នាក់បាទអញ្ចឹងដូច្នេះក្រៅពីបញ្ហារឿងព្រំដែនជាមួយនឹងកម្ពុជាដែលលោកអនុធានប្រើប្រាស់ដើម្បីប្រជាប្រិយភាពរបស់លោកប៉ុន្តែគ្រោះធម្មជាតិមិនបានសហការជាមួយនឹងលោកអនុធាននោះទេបាទរឿងនេះមិនមែនជារឿងនយោបាយអាចលោកធ្វើបានទេគឺជារឿងមួយដែលបាទដែលប៉ះពាល់ទៅដល់នឹងរបៀបដឹកនាំរបស់សម័យខ្លួនមេដឹកនាំនឹងបន្តតែម្ដងហើយបើយោងតាមតួលេខចុងក្រោយនេះបាទទឹកជំនន់ដែលនៅក្នុងប្រទេសឥណ្ឌូនេស៊ីស្រីលង្កាម៉ាឡេស៊ីនិងថៃហ្នឹងគឺមានអ្នកស្លាប់សរុបហ្នឹងជាង 1100 អ្នកទៅហើយច្រើនណាស់នៅឥណ្ឌូនេស៊ីហ្នឹងរងផលប៉ះពាល់ខ្លាំងជាងគេគឺចំនួន593អ្នកហ្នឹងបើតាមមន្ត្រីបាននិយាយហើយនៅមានអ្នកបាត់ខ្លួនទៀតនៅឡើយទេគឺជាចំនួនមួយកើតឡើងបន្ថែមផងដែរយ៉ាងណាក៏ដោយគឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ថៃបានឲ្យដឹងផងដែរនៅថ្ងៃនេះថាទឹកជំនន់នេះគឺជាទូទៅប៉ះពាល់សេដ្ឋកិច្ចរបស់ថៃហ្នឹងមិនជាច្រើនទេនេះបើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ថៃបាននិយាយនៅថ្ងៃច័ន្ទនេះណាគឺគាត់ថាទោះបីជាមានផលប៉ះពាល់ក៏ប៉ុន្តែមិនជាប៉ះពាល់ច្រើនទៅលើសេដ្ឋកិច្ចទេបាទនេះគឺជាចំណុចមួយអញ្ចឹងគឺជារការហ្នឹងដោយសារតែរឿងនេះតាក់ទងជាមួយនឹងការដឹកនាំរបស់លោកអនុធានហ្នឹងខ្ញុំក៏ចែករំលែកចំណេះដឹងផងដែរសម្រាប់ខ្ញុំមើលមនុស្សដែលពេលដែលជួបវិបត្តិអញ្ចឹងតើមនុស្សប្រកែឬខ្សោយគឺនៅពេលហ្នឹងហើយដូចដែលគេនិយាយថាដាវមុតឬក៏បាត់មុតគឺនៅពេលដែលយើងយកទៅប្រើបាត់ដឹងថាមុតឬមិនមុតហើយមេដឹកនាំដែលប្រកែឬមិនប្រកែពេលដែលជួបវិបត្តិអញ្ចឹងតើគាត់ដោះស្រាយវិបត្តិហ្នឹងយ៉ាងម៉េចឃើញដល់ពេលយើងឃើញអញ្ចឹងខ្ញុំតាមសង្កេតរបស់ខ្ញុំឃើញមាន2ហើយរឿងជាមួយនឹងកម្ពុជាហើយនឹងជាមួយអាមេរិកគាត់និយាយចេញមកគ្មានភាពជាអ្នកដឹកនាំសោះតែម្ដងប្រិមិត្តមួយចំនួនមើលឃើញហ្នឹងគឺគាត់និយាយមកអត់មានលក្ខណៈជាអ្នកដឹកនាំសោះហើយឥឡូវនេះជួបរឿងគ្រោះធម្មថារឿងជាមួយនឹងកម្ពុជាវាជារឿងនយោបាយចឹងណារឿងនយោបាយការទូទៅគាត់មិនមានជំនាញខាងហ្នឹងយើងអាចយកយល់បានថាដោយសារគាត់ជាអ្នកជំនួយអញ្ចឹងអត់មានជំនាញការទូតហើយនឹងនយោបាយហ្នឹងគាត់និយាយទៅពីមើលទៅស្ដាប់ហើយឬក៏គាត់រងសម្ពាធពីយោធាណារងសម្ពាធពីយោធាបានជាគាត់និយាយចេញមកដោះស្រាយមិនបានទោះបីជាគាត់ចង់ក៏ប៉ុន្តែយោធាដាក់សម្ពាធណាយើងឲ្យអ្នកខ្លះគេឲ្យហេតុផលអញ្ចឹងក៏ប៉ុន្តែឥឡូវគ្រោះធម្មជាតិហ្នឹងបាទគឺជារឿងមួយដែលគាត់ត្រូវដោះស្រាយដែលអត់មានរឿងនយោបាយក្នុងហ្នឹងហើយជារឿងដែលគាត់អាច
បើដោះស្រាយល្អការប្រជាប្រិយភាពវិញទៀតពីព្រោះអីធម្មជាតិគឺគ្មាននរណាមួយអាចបន្ទោសអ្នកណាបានវាជារឿងធម្មជាតិតែរឿងដោះស្រាយថាវាយ៉ាងម៉េចបាទអញ្ចឹងដូចខ្ញុំនេះជាការចែករំលែករបស់ខ្ញុំហើយខ្ញុំនិយាយបទពិសោធន៍ផ្ទាល់បាទអញ្ចឹងខ្ញុំគ្រាន់តែចូលរួមយោបល់ប៉ុណ្ណានៅក្នុងរឿងទឹកចំនួនការដោះស្រាយមិនបានល្អរបស់លោកអនុធានបានធ្វើខ្ញុំនឹកឃើញដល់រឿងហ្នឹងបាទព័ត៌មានទី3នេះគឺតកតងជាមួយនឹង scam online ណា scam online ដែលនៅភូមាឥឡូវនៅថ្ងៃនេះគឺចិនបានដឹកពលរដ្ឋរបស់ខ្លួននឹងរាប់រយនាក់បាទចេញទៅដែលពាក់ព័ន្ធជាមួយនឹងការឆោបោកអនឡាញនៅក្នុងប្រទេសភូមាទេគឺថ្ងៃនេះដឹកចេញក្រុមដំបូងនឹងចំនួន300នាក់ចេញពីប្រទេសថៃទៅហើយនេះបើតាមអាជ្ញាធរថៃបានដឹងហើយមិនមែន300នាក់ទេណាដែលត្រូវបញ្ជូនចេញហ្នឹងគឺជនជាតិចិនដែលខាងភូមាចាប់បានហើយឥឡូវនេះបញ្ជូនមកឲ្យថៃដើម្បីបញ្ជូនចេញតាមច្រកថៃហ្នឹងគឺមានចំនួន1208នាក់ឯណោះដែលខាងភូមាយោធាភូមាហ្នឹងផ្ទេរមកឲ្យថៃដើម្បីដោះស្រាយដើម្បីបញ្ជូនចេញទៅវិញបាទហើយដែលគេចាប់ហ្នឹងគឺនៅមជ្ឈមណ្ឌលស្វេកូកូនៅក្នុងតំបន់មីយ៉ាវ៉ាឌីទីក្រុងមីយ៉ាវ៉ាឌីនៅក្នុងប្រទេសភូមាណាដែលចាប់តាំងពីខែតុលាខែមុនក្នុងពេលខែតុលាមិនខែមុនខែនេះខែធ្នូទៅហើយតាំងពីខែតុលាប្រតិបត្តិការនោះគឺដែលមានសម្ពាធពីខាងអន្តរជាតិនេះទៅគឺក៏មានប្រតិបត្តិការចាប់បង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញហ្នឹងគឺចាប់បានពួកគេជាច្រើនហ្នឹងមកបាទឥឡូវនេះគឺបញ្ជូនចេញហើយនៅថ្ងៃច័ន្ទនេះហើយបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃគឺអាចនឹងមានជើងយន្តហោះចំនួន6ដែលត្រូវដឹកពួកគេចេញគឺចាប់ផ្ដើមពីថ្ងៃទី1ធ្នូនេះរហូតដល់ថ្ងៃទី4ខែធ្នូដើម្បីដឹកពួកគេចេញទៅវិញហើយប្រតិបត្តិការសរុបនៅក្នុងមជ្ឈមណ្ឌលស្វេកូកូតែមួយទេក្នុងរយៈពេល6ថ្ងៃដែលខាងភូមាគាត់ធ្វើប្រតិបត្តិការនោះគឺចាប់បានជនបរទេសនោះសរុបចំនួន1746នាក់បាននៅក្នុងនោះ6ថ្ងៃចាប់បានប៉ុណ្ណឹងដែលចាប់ដើមពីថ្ងៃទី18ខែវិច្ឆិកាប្រតិបត្តិការគេហ្នឹងចាប់បានច្រើនហើយក៏មានអ្នកខ្លះទៀតរត់គេចខ្លួនផងដែរគឺមិនមែនថាចាប់អស់ទេរត់គេចខ្លួនពីសំណាញ់ច្បាប់ប្រតិបត្តិការនៅក្នុងហ្នឹងបាទអញ្ចឹងនៅខាងភូមាក៏មានការបង្ក្រាបហើយបញ្ជូនទៅចិនវិញអានេះគឺជាព័ត៌មានទី3ណារីឯព័ត៌មានទី4បាទមើលមុខគាត់ហ្នឹងមុខស្តៀងលោកហ៊ូជីនតាវបាទលោកហ៊ូជីនតាអតីតប្រធានាធិបតីចិនណាបាទមុខស្តៀងខ្ញុំដែរបាទព័ត៌មានទី4នេះគឺតកតងជាមួយនឹងការបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេសចិនបាទបើយោងតាមសេចក្តីរាយការណ៍ឲ្យដឹងថាឥឡូវនេះគឺមន្ត្រីជាន់ខ្ពស់របស់ចិនមួយរូបនៅក្នុងខេត្តស៊ីនជាងត្រូវបានរងការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងអំពើពុករលួយក្រោយពីរដ្ឋាភិបាលចិនគាត់បានបញ្ញាថានឹងលុបបំបាត់អំពើពុករលួយឲ្យអស់ចេញពីទឹកដីរបស់ខ្លួនហើយលោកដែលនៅក្នុងរូបនេះគាត់ឈ្មោះថាចិនវៃជុនដែលជាអនុប្រធានប្រតិបត្តិរបស់ខេត្តស៊ីនជាងបាទដែលជាតំបន់ស្វ័យយ័តរបស់ជនជាតិ Uyghur ហើយឥឡូវនេះគឺដាក់ឲ្យក្រោមការស៊ើបអង្កេតវិន័យហើយនឹងស៊ើបអង្កេតក្នុងថ្នាក់ដឹកនាំដោយសង្ស័យពីមានការរំលោភយ៉ាងធ្ងន់ធ្ងរបាទគេតែប្រើពាក្យថា serious violation បាទគឺមានការរំលោភយ៉ាងធ្ងន់ធ្ងរល្មើសយ៉ាងធ្ងន់ធ្ងរនឹងច្បាប់ផងដែរហើយក្រុមដែលស៊ើបអង្កេតនេះគឺជាគេថាក្រុមអធិការកិច្ចវិន័យគណៈកម្មាធិការក្រុមអធិការកិច្ចវិន័យរបស់គណៈមជ្ឈិមបកដែលជាអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសចិនគេដាក់ឈ្មោះអញ្ចឹងនៅខ្មែរមាន ACU ណានៅខាងចិនគឺ CCDI Central Commission for Discipline Inspection គឺគេប្រឆាំងអំពើពុករលួយនៅទីនោះហើយបើតាមសេចក្តីរាយការណ៍ដឹងថាការប្រកាសស៊ើបអង្កេតលោកចិនហ្នឹងគឺធ្វើឡើងក្នុងរយៈពេលតែ2ថ្ងៃប៉ុណ្ណោះក្រោយពីការិយាល័យនយោបាយមជ្ឈិមបករបស់ចិនដែលជាគណៈកម្មាធិការមជ្ឈិមក្នុងការសម្រេចគោលនយោបាយរបស់បកនោះបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រហើយបានបញ្ញាថានឹងពង្រឹងថ្នាក់មន្ត្រីថ្នាក់ដឹកនាំទាំងអស់ដែលកាន់អំណាចឲ្យជ្រះស្រឡះពីអំពើពុករលួយបាទអញ្ចឹងហើយបានដល់គាត់នឹងតែម្ដងព័ត៌មានទី5នេះគឺជាបច្ចុប្បន្នភាពនៃសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនឥឡូវនេះខ្ញុំសូមជូនពីជ្រុងនៃការទូតបើជ្រុងការទូតវិញម្ដងគឺបើតាមសេចក្តីរាយការណ៍នេះបានដឹងថាលោក Zelensky
បានជួបគ្នាជាមួយនឹងលោកម៉ាក្រុងប្រធានាធិបតីនៃប្រទេសបារាំងនៅក្នុងទីក្រុងប៉ារីសក្នុងខណៈពេលដែលលោក Zelensky ហើយនិងមន្ត្រីរបស់លោកធ្វើដំណើរនៅអឺរ៉ុបដើម្បីទាក់ទាញការគាំទ្រហើយក្រោយពីមានការប្រជុំនៅក្នុងសហរដ្ឋអាមេរិកនៅរដ្ឋ Florida ដែលមន្ត្រីរបស់អ៊ុយក្រែនជួបជាមួយនឹងខាងមន្ត្រីរបស់សហរដ្ឋអាមេរិកដែលក្នុងនោះមានលោក Marco Rubio ហើយនឹងតំណាងបេសកជនពិសេសរបស់លោកប្រធានាធិបតី Donald Trump ផងដែរហើយការពិភាក្សាហ្នឹងគឺខ្ញុំបានជម្រាបជូននៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកហើយគឺមន្ត្រីដែលចេញមកគាត់បានពិពណ៌នាថាកិច្ចប្រជុំហ្នឹងគឺមានលក្ខណៈផ្លែផ្កាច្រើនក៏ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀតដែលត្រូវពិភាក្សាគ្នាដោះស្រាយហើយទន្ទឹមនឹងនោះដែរគឺលោកប្រធានាធិបតី Donald Trump លោកបានសម្ដែងនៅសុទិដ្ឋិនិយមលោកថាអាចនឹងមានការឱកាសល្អមកនៅថ្ងៃអាទិត្យហ្នឹងលោក Trump លោកថាអាចនឹងមានឱកាសល្អនៅក្នុងការសម្រេចបាននៅកិច្ចព្រមព្រៀងមួយនៅក្នុងការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបាទអញ្ចឹងគឺកិច្ចប្រជុំនេះគឺទោះបីជាមានលក្ខណៈតឹងតែងមានបញ្ហាដែលត្រូវដោះស្រាយច្រើនក៏ប៉ុន្តែទាំងភាគីអ៊ុយក្រែនទាំងភាគីអាមេរិកបានបង្ហាញនៅចំណុចរួមថាមានការឯកភាពគ្នាច្រើនអញ្ចឹងហើយឥឡូវនេះនៅថ្ងៃច័ន្ទនេះគឺលោក Witkoff ដែលជាបេសកជនពិសេសរបស់លោក Trump អញ្ជើញទៅរុស្ស៊ីដើម្បីជួបលោកពូទីនតើនឹងពិភាក្សាយ៉ាងម៉េចលោកពូទីនអាចទទួលយកបានយ៉ាងម៉េចដែរតែឡែកលើជ្រុងនយោបាយវិញគឺលោក Zelensky ទទួលបានការធានាពីប្រធានាធិបតីបារាំងដោយលោក Emmanuel Macron បានបង្ហោះរូបភាពដែលខ្ញុំចែករំលែកនេះនៅថ្ងៃច័ន្ទនេះតែម្ដងថាគឺខាងសម្ព័ន្ធមិត្តអឺរ៉ុបនឹងនៅតែបន្តគាំទ្រប្រទេសអ៊ុយក្រែនបន្តទៀតហើយបន្ទាប់ពីចេញពីនេះទៅគឺលោក Zelensky នឹងធ្វើដំណើរទៅប្រទេសអ៊ីឡង់ផងដែរដើម្បីទាក់ទាញការគាំទ្រនៅទីនោះផងដែរហើយខាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អ៊ុយក្រែនវិញក៏ធ្វើដំណើរទៅទីក្រុង Brussels ដើម្បីជួបជាមួយនឹងខាងមន្ត្រីអង្គការអូតង់ឬក៏ហៅថា NATO ផងដែរហើយកិច្ចប្រជុំដែលធ្វើឡើងនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើយ៉ាងណាឲ្យអ៊ុយក្រែនសម្រេចបាននៅសន្តិភាពប៉ុន្តែមិនមែនទៅតាមអ្វីដែលខាងរុស្ស៊ីទាមទារទាំងស្រុងនោះទេគឺនៅក្នុងកម្រិតមួយដែលអ៊ុយក្រែនសម្រេចចិត្តដោយខ្លួនឯងបាទនេះគឺជាបច្ចុប្បន្នភាពនៃសង្គ្រាមរបស់ខាងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដែលខ្ញុំចង់ក្រងមកចែករំលែកជាមួយនឹងប្រិយមិត្តទាំងអស់គ្នាបាទចឹងសូមអរគុណប្រិយមិត្តច្រើនដែលចូលរួមមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះហើយក្នុងពេលដែលចែករំលែកបណ្ដាខ្ញុំចែករំលែកនៅបទពិសោធន៍ការសង្កេតរបស់ខ្ញុំខ្លះសង្ឃឹមថាប្រិយមិត្តអាចទទួលយកបានជាចំណេះដឹងតិចតួចពីខ្ញុំពីព្រោះឧទាហរណ៍ដែលខ្ញុំបានចែករំលែកនេះគឺជារឿងពិតពាក់ព័ន្ធនឹងជីវិតរបស់ខ្ញុំតែម្ដងហើយនឹងជាទៅលើការថាជាជំហរនិងការ philosophy របស់ខ្ញុំពីព្រោះខ្ញុំដូចខ្ញុំតែងតែនិយាយហើយគឺខ្ញុំផ្ដល់តម្លៃខ្លាំងទៅលើអ្នកដឹកនាំនឹងទៅលើពាក្យថាគុណធម៌បើយើងធ្វើមេដឹកនាំគឺយើងត្រូវមានគុណធម៌ហើយជាពិសេសក្នុងការដោះស្រាយបញ្ហាខ្ញុំឲ្យតម្លៃមែនតើខ្ញុំពិនិត្យមើលមេដឹកនាំមួយពេលដែលជួបវិបត្តិតើគាត់ដោះស្រាយបញ្ហានោះដោយស្ងប់ស្ងាត់ដោយឆេវឆាវយ៉ាងម៉េចបាទខ្ញុំផ្ដល់តម្លៃទៅលើអ្នកដែលដោះស្រាយបញ្ហាដោយចិត្តត្រជាក់មុខញញឹមហើយចិត្តត្រជាក់ដោះស្រាយបញ្ហានោះគឺខ្ញុំផ្ដល់ការគោរពច្រើនមិនថាចាស់មិនថាក្មេងទេបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នា